ដឹងតែក៏ក្រោកអូស្ត្រាលីហើយកន្លះក៏គុណខ្មែររបស់យើងទាំងពីររូបមានចម្រើនគុណខ្មែរនិងសានគុណខ្មែរបានចាក់ចេញពីទឹកដីនាប្រទេសកម្ពុជាហើយដើម្បីធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលីត្រៀមប្រកួតដែលនឹងធ្វើឡើងនៅថ្ងៃទីនេះគឺជាបេសកកម្មមួយដ៏ធំហើយសម្រាប់កីឡាករគុណខ្មែររបស់យើងចំនួន2រូបដែលនៅក្នុងនោះទី1មានកីឡាករចម្រើនគុណខ្មែរនិងទី2កីឡាករសានគុណខ្មែរដែលពួកគាត់មានភារកិច្ចក្នុងការដែលចេញទៅផ្សព្វផ្សាយវិស័យក្បាច់គុណខ្មែររបស់យើងនៅឆាកអន្តរជាតិនោះគឺទឹកដីនាប្រទេសអូស្ត្រាលីការបរិច្ឆេទថ្ងៃទី22ខែមីនាឆ្នាំ2025ខាងមុខអញ្ចឹងគៀកនឹងខិតចូលមកដល់ហើយទន្ទឹមនឹងនេះសម្រាប់ថ្ងៃនេះផ្ទាល់ដែលត្រូវនៅថ្ងៃទី18ខែមីនាឆ្នាំ2025សម្រាប់កីឡាកររបស់យើងបានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាហើយដោយយោងទៅតាមការដែលបង្ហោះពីសំណាក់ page របស់ខាង Town Sport ដែលផុសភ្ជាប់ជាមួយនឹង poster មួយសន្លឹកហើយបានភ្ជាប់មកជាមួយនឹងសំណេរយ៉ាងដូចនេះមានអ្វីចង់ជូនពរដល់កីឡាករគុណខ្មែររបស់យើងទាំងពីររូបដែលត្រូវចេញទៅប្រកួតនៅឯទឹកដីនាប្រទេសអូស្ត្រាលីទេបងប្អូនសម្រាប់ការប្រកួតនឹងធ្វើឡើងនៅម៉ោង 5:00 នាទីរសៀលរហូតដល់ម៉ោង 11:30 នាទីយប់ម៉ោងនៅប្រទេសអូស្ត្រាលីហើយត្រូវនឹងម៉ោង 1:00 នាទីថ្ងៃត្រង់រហូតដល់ម៉ោង 7:30 នាទីយប់ម៉ោងនៅកម្ពុជាហើយក៏មានការដែលផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HD TV និងនៅលើ Facebook Page Town Full HD TV Town FM 102.25 និង Biggensburg អញ្ចឹងចំពោះកីឡាកររបស់យើងគឺបានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជារបស់យើងហើយចំពោះដំណើរទៅកាន់ប្រទេសអូស្ត្រាលីដោយឡែកតកតងជាមួយនឹងការដែលត្រៀមលក្ខណៈសម្រាប់ការដែលចូលរួមលេងនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះចំពោះកីឡាកររបស់យើងមានន័យថាត្រៀម 100% ហើយបងប្អូនហើយក្រោមការដឹកនាំពីសំណាក់លោក Tommy Kim ហើយក៏មានការដែលចូលរួមអមដំណើរពីសំណាក់លោកគ្រូខឹមសុជាតិព្រមទាំង admin របស់យើងមួយចំនួនផងដែរអញ្ចឹងបើតាមការដែលបញ្ជាក់ពីសំណាក់លោក Tommy Kim ផ្ទាល់នឹងចំពោះព្រឹត្តិការណ៍មួយនេះជាព្រឹត្តិការណ៍ដ៏ធំបំផុតមួយប្រចាំប្រទេសអូស្ត្រាលីហើយយើងសង្ឃឹមថាកីឡាករគុណខ្មែររបស់យើងទាំងពីររូបពួកគាត់នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពនៅអ្វីដែលខ្លួនមានដើម្បីឲ្យខាងអូស្ត្រាលីនេះគេបានស្គាល់អំពីក្បាច់គុណខ្មែររបស់យើងកាន់តែច្បាស់ទៀតហើយបើយើងនិយាយអំពីភាពល្បីល្បាញគុណខ្មែររបស់យើងគឺមានភាពសោះសាយខ្លាំងណាស់ដែរទៅកាន់ឆាកអន្តរជាតិគ្រាន់តែថាយើងនៅតែបន្តក្នុងការដែលផ្សព្វផ្សាយសម្រាប់នៅអ្វីដែលយើងអាចធ្វើទៅបានបងប្អូនជាពិសេសយើងដឹងហើយទោះបីជាក្នុងលក្ខខណ្ឌមួយយើងមានកីឡាកររបស់យើងក្នុងការដែលចេញទៅប្រកួតនៅទឹកដីខាងក្រៅស្រុកជារឿយប៉ុន្តែគឺនៅមានកម្រិតមិនទាន់ជាទូលំទូលាយប៉ុន្មាននោះទេហើយសម្រាប់ការប្រកួតទៀតសោតចំពោះសានគុណខ្មែរគាត់ប្រកួតក្នុងប្រភេទទម្ងន់61គីឡូក្រាមហើយប៉ះជាមួយនឹងកីឡាករថៃដែលមានឈ្មោះថាថាស៊ីនលេកហើយចំពោះចម្រើនគុណខ្មែរវិញគាត់ប៉ះជាមួយនឹងកីឡាករម្ចាស់ផ្ទះអូស្ត្រាលីដែលមានឈ្មោះថា James Ghostic ប្រកួតក្នុងប្រភេទទម្ងន់59គីឡូក្រាមហើយការប្រកួតនេះទៀតសោត admin ក៏បញ្ជាក់ដែរគឺលេងបែបលក្ខណៈ5ទឹក1ទឹក3នាទីអញ្ចឹងលេងមួយជួរខ្លួនតែម្ដងចាញ់ក៏អស់ចិត្តឈ្នះក៏អស់ចិត្តដែរមានន័យថាវាយអស់សមត្ថភាពវាមិនលឿនពេកទេបងប្អូនមិនដូចយើងវាយ3ទឹកអាចនិយាយបានថាឆាប់ចាប់អីទៅ5ទឹកនេះកីឡាករគាត់មានអ្វីបើថាស៊ូវិញបើមានប៉ុន្មានមានន័យថាត្រូវអស់ហើយមិនដូចយើងវាយ3ទឹកនោះទេហើយយើងសង្ឃឹមថាកីឡាកររបស់យើងនឹងទទួលបាននៅជ័យជំនះសម្រាប់ការប្រកួតដែលនឹងធ្វើឡើងនៅថ្ងៃទី22ខែមីនាឆ្នាំ2025ខាងមុខហើយបងប្អូនកុំភ្លេចរងចាំទស្សនាកម្មវិធីនៃការប្រកួតទាំងអស់គ្នាសម្រាប់ការដែល live នៅលើបណ្ដាញគណនីសង្គមមាន page ពីខាង Town Full HD TV ក៏ដូចជា page ខាង Biggensburg ហើយមាន page admin ជាច្រើនដែលនឹងធ្វើការដែល share ចែករំលែកបន្តផងដែរអញ្ចឹងសម្រាប់ admin ក៏មិនមានអ្វីច្រើននោះដែរហើយបងប្អូនអាចចូលរួម comment បញ្ចេញជាមតិយោបល់ក៏ដូចជាពាក្យលើកទឹកចិត្តនិងជូនពរដល់កីឡាករគុណខ្មែររបស់យើងទាំងពីររូបម្នាក់មួយផងជាចុងក្រោយសូមជម្រាបលា